សួស្តីបងប្អូនឥឡូវយើងមកលេងនៅចង្ការចន្ទីយើងទៀតហើយបងប្អូនគឺចន្ទីយើងគឺរិចខ្លះហើយរិចមួយណាបងប្អូនចិត្តចេញក្តាប់ហើយហើយចន្ទីចម្រុះនិងអត់ចម្រុះគឺខុសគ្នាបងប្អូនខុសត្រង់ថាចន្ទីចម្រុះនេះពេលដែលចេញគឺចេញអត់សូវស្រស់ប្រហែលទេបងប្អូនគឺចេញនៅត្រួយខ្លះនឹងចេញទៅហើយត្រួយខ្លះក៏ចេញដែរណាបងប្អូនហើយយូរហើយបងប្អូនតាំងពីបាញ់មកប្រហែលជា10ថ្ងៃជាងហើយឥឡូវជិតដល់ពេលដែលយើងត្រូវបាញ់ទៀតហើយចន្ទីយើងដល់ពេលទៅស្លឹកចាស់អញ្ចឹងហើយគឺឡើងសូវភ័យនឹងរឿងសัตว์ប្រហែលហើយបងប្អូនអ្វីដែលពិបាកនោះគឺយើងពិបាកថែផ្កាម្ដងបងប្អូនត្រូវតែពិនិត្យមើលផ្កាតើផ្កាហ្នឹងវាមានស្មៅឬមួយក៏ផ្សិតអីអត់អញ្ចឹងណាបងប្អូនគឺយើងស្រួលនឹងមានថ្នាំការពារហើយខាងបងប្អូនយើងចេញបានប៉ុណ្ណាហើយបងប្អូនអ្នកខ្ញុំគិតថាជំរុះហើយទៅចេញបានប៉ុណ្ណឹងទេបងប្អូនផ្កាខ្លះហ្នឹងគឺរិចបងប្អូនហើយផ្កាខ្លះគឺអត់ទាន់រិចទេហើយចេញវិលមែនតើបងប្អូនអត់ដូចយើងអត់ជំរុះទេគឺជំរុះនេះភាគច្រើនគឺចេញអញ្ចឹងឯងបងប្អូនគឺចេញរីរងណាបងប្អូនគឺវាអត់ចេញស្រស់តែម្ដងទេហើយចង្ការខាងខ្ញុំនេះភាគច្រើនគឺគេជំរុះបងប្អូនបើយើងអត់ជំរុះទេគឺអត់ងាយបានចេញផ្កាទេចង្ការចន្ទីខ្ញុំនេះគឺថាដើមចាស់មែនតើជិត10ឆ្នាំហើយបងប្អូនតាំងពីដើមមកណាហើយដឹងថាបេះបានដល់ពេលណាទៀតទេគឺកាន់តែចាស់មែនតើហើយតែបានចេញផ្ការិចប៉ុណ្ណឹងហើយអត់យូរទេបងប្អូនប្រហែលជា4-10ថ្ងៃទៀតហើយនឹងអាចចេញក្តឹបមួយណាបងប្អូនគឺរិចហើយបងប្អូនផ្កាខ្លះនឹងគឺរិចច្រើនមែនតើណារិចទៅបងប្អូនណាដែលទៅចេញទៅចេញទៅដូចដើមនេះអីគឺថាទៅចេញទៅបងប្អូនទៅចេញមួយតាមពិតគឺយើងបាញ់ថ្នាំជំរុះដូចគ្នាបងប្អូនប៉ុន្តែអត់ដឹងថាមកពីហេតុអីទេបងប្អូនបានដើមខ្លះវាចេញមុនទៅដើមខ្លះក៏ចេញក្រោយទៅណាបងប្អូនហើយដើមនេះចេញក្រោយគឺប្រហែលជាល្អជាងបងប្អូនតាមមើលទៅគឺចេញចង់ស្រស់ជាងសាមុនណាបងប្អូនដើមចេញសាមុនគឺចេញដោយតងទេតងណាចេញគឺចេញតងណាអត់គឺអត់អញ្ចឹងបងប្អូនបើថាសាក្រោយនេះប្រហែលជាចេញស្រស់ជាងបងប្អូនមើលទៅដូចដើមនេះអីគឺថាពេលចេញមកគឺសឹងតែគ្រប់ត្រួយតែម្ដងគឺសុទ្ធតែតងផ្កាវាចេញមកបានច្រើនជាងមុនអ្នកចេញសាមុនគឺចេញឆ្លេះឆ្លោះតែបងប្អូនវាអត់ចេញស្រស់ប៉ុន្តែតងវាមកតងរៀងវែងល្អបងប្អូនចិត្តហើយបងប្អូនស្លឹកចាប់ដើមដុះចិត្តវិញហើយការបើយើងជំរុះដំបងគឺថាលិញតែម្ដងហើយបងប្អូនពេលដែលយើងថតអញ្ចឹងទៅគឺអត់មានស្លឹកខៀវទេតែឡើយគឺដុះស្លឹកពេញមកវិញអស់ហើយដើមនេះឆ្នាំទៅខ្ញុំអត់បានជំរុះទេបងប្អូនប៉ុន្តែពេលដែលផ្លែចេញផ្កាគឺចេញតំណាងគេដែរណាបងប្អូនហើយខាងនេះគឺជាការបងប្អូនយើងដែលនៅជាប់ព្រំគ្នាណាបងប្អូនឆ្នាំទៅគាត់ជំរុះបងប្អូនតែឆ្នាំនេះគាត់អត់ជំរុះទេអញ្ចឹងហើយគឺខុសគ្នាឆ្ងាយបងប្អូនមើលទៅអ្នកជំរុះហ្នឹងគឺថាបានឃើញលក្ខខៀវណាបងប្អូនពេលតែអត់ជំរុះហ្នឹងគឺថាអត់ទាន់មានជ្រុះទេប្រហែលជាយូរហើយបងប្អូនអ្នកអត់ជំរុះឆ្នាំនេះគឺអត់មានទាន់លាស់ត្រួយអីមកតងទេបងប្អូនតែដល់ចង្ការបងប្អូនចង្ការបងប្អូនខ្លះគឺគាត់មានលាស់មានផ្កាធម្មតាដូចគេជំរុះដែរអញ្ចឹងណាបងប្អូនតែក្នុងចង្ការដែលនៅជាប់ខ្ញុំនេះគាត់អត់ជំរុះទេប៉ុន្តែអត់ទាន់ឃើញមានលាស់ត្រួយទេហើយខាងនេះជាចង្ការយើងជំរុះគឺយើងជំរុះយើងបានជ្រុះបានលាស់ត្រួយបានចេញផ្ការៀងច្រើនដែរហើយបងប្អូនហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ